នៅស្រុកស្រែខេត្តនេះងាយស្រួលរកម្ហូបណាស់បងប្អូនជាពិសេសរដូវប្រាំងនេះតែម្ដងមានតាំងពីចង្រិតមានទាំងតឡនតនជាពិសេសមានទាំងក្តាមថែមកូនប្រុសនាងខ្ញុំឲ្យទៅយប់ឡើងជក់ដើររកចង្រិតជារៀងរាល់យប់បងប្អូនហើយជាមួយនឹងមិត្តភ័ក្តិគេប្រហែលអ្នកនឹងឯងហើយចង្រិតមិនត្រឹមតែយកមកបំពងញ៉ាំឬក៏លីងសម្រាប់ស្លអីទេគឺគាត់យកទៅធ្វើជានុយបបកត្រីត្អូនដោយនាងខ្ញុំបានបង្ហាញនៅវីដេអូមុនអញ្ចឹងណាហើយថ្ងៃនេះបាត់ពួកគាត់រៀងយូរគឺនាងខ្ញុំដើរមករកពួកគាត់អញ្ចឹងបងប្អូនដល់ពេលមកដល់ដើររកចង្រិតផងសពមកជួបតឡនតនបងប្អូនក៏ច្រើនហើយចៃដន្យអីគេបង្ហូតទឹកវាពេញនៅស្រែនោះនិយាយពីថាក្តាមសបោមែនតើដូច្នេះហើយក៏មករកជុំគ្នាជាមួយកូននោះតែម្ដងបងប្អូនហើយនិយាយពីថាដើរចាប់ចង្រិតផងក្តាមផងថាសบายមែនតើដោយសារតែវាលស្រែនៅខាងក្រោយផ្ទះហ្នឹងគេធ្វើស្រូវអ៊ីអែច្រើនអញ្ចឹងបងប្អូនហើយនៅពេលដែលស្រូវទុំគឺគេត្រូវបង្ហូតទឹកចេញដាក់ទៅក្នុងស្រែផ្សេងទៀតហើយដល់ពេលទឹកច្រើនអញ្ចឹងបងប្អូនហើយនៅក្នុងស្រែសបោរុំក្តាមផងនោះដល់ពេលវាជ្រាបទឹកដូចភ្លៀងមួយមេធំអញ្ចឹងក្តាមក៏ចេញក៏ច្រើនហើយអាតឡនតនហ្នឹងក៏វាច្រើនហើយចង្រិតក៏មានមកជុំដែរអញ្ចឹងបងប្អូនដើរចាប់ទាំង3មុខនេះតែម្ដងហើយនិយាយពីថារៀងសបោដែរបងប្អូនក៏ខលឲ្យអ្នកផ្ទះហ្នឹងយកកដងផងយកសំណាញ់ផងដើម្បីដាក់ឲ្យបានគ្រប់មុខអញ្ចឹងណាហើយណាមួយតឡនតននេះខានរជាង10ឆ្នាំហើយបងប្អូនហើយតាំងពីនៅក្មេងៗតឥឡូវមិនដែររទេដល់ពេលឃើញច្រើនអញ្ចឹងក៏មកចាប់ដើម្បីរំលឹកអនុស្សាវរីយ៍យកទៅធ្វើជាម្ហូបញ៉ាំតែម្ដងបាននិយាយពីក្តាមវិញបងប្អូនហើយតាមស្រែនីមួយៗនោះគឺសម្បូរទៅដោយរូងរាប់មិនអស់នៅពេលដែលទឹកជ្រាបមកដល់រៀងច្រើនអញ្ចឹងគឺវាចេញពីរុនទាំងអស់តែម្ដងអត់ពិបាករកទេហើយក្តាមច្រើនអញ្ចឹងបងប្អូនខែនេះអត់ទាន់មានកូនទេដោយសារតែអត់មានទឹកភ្លៀងធ្លាក់អញ្ចឹងគឺសម្បូរទៅដោយពងមានណាដាក់បានមកកធុនធំតែម្ដងយកមកឆ្នៃធ្វើជាមុខម្ហូបឲ្យបានច្រើនមុខតែម្ដងមកពីផ្ទះថាមករកកូនទេដែលដើររកចង្រិតយប់ឡើងជាមួយនឹងមិត្តភ័ក្តិរបស់គេអញ្ចឹងបងប្អូនដល់ពេលមកដល់ឃើញទឹកគេបង្ហូតច្រើនក្តាមក៏មានតឡនតនក៏មានចង្រិតក៏មាននឹងចាំកាលទៀតដើរប្រម៉ែប្រម៉ោឲ្យបាន3មុខចំណែកឯមុខម្ហូបក៏ទៅតាមនឹងដែរបងប្អូននៅស្រុកស្រែគឺបែបនេះហើយមានតាំងពីត្រីបងប្អូនហើយមិនត្រឹមតែត្រីទេមានទាំងកឡង់ដែរវាហូរចេញពីក្នុងស្រែអញ្ចឹងណាដោយសារនៅក្នុងទឹកដែលគេធ្វើស្រែហ្នឹងគឺមានសពគ្រប់មិនខ្វះទេបងប្អូនហើយមានត្រីចង្វាក៏ដូចជាត្រីក្រាញ់ហ្នឹងទាំងវងប៉ុន្តែយកតែ3មុខនឹងឯងត្រីហ្នឹងពិបាករកដោយសារតែយប់ហើយអញ្ចឹងណាហើយដើររទៅមកសន្ទុះទេបងប្អូនហើយបានរៀងក្រែលអញ្ចឹងណាជីវិតអ្នកស្រុកស្រែគឺបែបហ្នឹងឯងបងប្អូនយប់ឡើងដើររកម្ហូបមានចង្រិតមានតឡនតនមានក្តាមយកមកឆ្នៃធ្វើជាម្ហូបញ៉ាំប្រចាំថ្ងៃជាមួយនឹងបន្លែប្លុកដែលយើងដាំកន្លងជុំវិញផ្ទះហ្នឹងចេញជាមុខម្ហូបផ្សេងរួចមកពេលដើររកម្ហូបមួយសន្ទុះជាមួយនឹងគ្រួសារឥឡូវមកសរុបលទ្ធផលទាំងអស់គ្នាបាន3មុខមានតឡនតនផងចង្រិតផងហើយក្តាមផងហើយក្តាមហ្នឹងបានច្រើនជាងគេដែលសារតែសម្បូរអញ្ចឹងបងប្អូនហើយតឡនតនក៏សម្បូរតែប៉ុន្តែយើងយកទៅម្ហូបទេហើយចង្រិតវិញបានកន្លះក្ដុងចំនួន2ក្ដុងហើយមកដល់ផ្ទះកាលណាមិនដែលភ្លេចទេដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញប្រភេទថ្មី Smiley Care ដែលជាផលិតផលរបស់ក្រុមហ៊ុនចែកសុខភាពសារធម្មជាតិ24ថ្នាំដុសធ្មេញ Smiley Care គឺជាថ្នាំដុសធ្មេញដែលងាយដាក់តាមខ្លួនងាយស្រួលក្នុងការប្រើប្រាស់ដែលគ្រាន់តែយកមកគ្រាប់ទៅពីឲ្យមាត់ដុសជាមួយនឹងច្រាសសើមកពុលមាត់គឺជាការស្រេចជួយព្យាបាលគ្រប់បញ្ហាមាត់ធ្មេញទាំងអស់តែម្ដងមិនថារាក់ស៊ីធ្មេញឈឺអញ្ចាញធ្មេញហើមជើងធ្មេញក៏ដូចជាឈាមធ្មេញអីជាដើមអញ្ចឹងបងប្អូនជាពិសេសឲ្យធ្មេញសស្អាតក្លិនក្រអូបប្រហើរបងប្អូនអាចរកទិញបានតាមតូបតាមផ្សារកន្លែងលក់គ្រឿងក្រអូបតាមម៉ាតនិងផ្សារទំនើបគ្រប់25ខេត្តក្រុង